Pod ពីសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ថ្ងៃនេះយើងនឹងបកស្រទាប់លើផ្លែឈើដែលយើងទាំងអស់គ្នាគិតថាយើងដឹងចេកដែលអ្នកប្រហែលជាឃើញវាជារៀងរាល់ថ្ងៃនៅហាងលក់គ្រឿងទេសប្រហែលជាអ្នកយកមួយសម្រាប់អាហារពេលព្រឹករហ័សឬអាហារសម្រន់ក្រោយការហាត់ប្រាណប៉ុន្តែចុះយ៉ាងណាបើខ្ញុំប្រាប់អ្នកថាភាពរៀបផ្លែឈើពណ៌លឿងកំពុងលាក់ខ្លួនយ៉ាងធ្ងន់ធ្ងរអាចកំបាំងសុខភាពគួរឲ្យភ្ញាក់ផ្អើលយើងនឹងទៅហួសពីប៉ូតាស្យូមថ្ងៃនេះរីបាដើម្បីបង្ហាញអត្ថប្រយោជន៍សុខភាពមិនគួរឲ្យជឿទាំង7នៃផ្លែចេកដែលអ្នកប្រហែលជាមិនមានគំនិតអំពីការជឿទុកចិត្តខ្ញុំនៅចុងបញ្ចប់នៃវីដេអូនេះអ្នកនឹងមើលផ្លែឈើប្រចាំថ្ងៃនេះក្នុងពន្លឺថ្មីទាំងស្រុងដូច្នេះចាប់យកចេកមួយមកស្រួលហើយតោះចាប់ផ្ដើមជាដំបូងចូលនិយាយអំពីអារម្មណ៍របស់អ្នកមានអារម្មណ៍តានតឹងឬតានតឹងបន្តិចចេកមួយអាចជាអ្វីដែលអ្នកត្រូវការចេកមានផ្ទុកអាស៊ីតអាមីណូដែលហៅថា tryptophan ឥឡូវនេះរាងកាយរបស់អ្នកមិនអាចបង្កើត tryptophan ដោយខ្លួនឯងបានទេដូច្នេះអ្នកត្រូវយកវាពីអាហារនេះគឺជាផ្នែកដ៏ត្រជាក់ដែលរាងកាយរបស់អ្នកបំផ្លាញ tryptophan ទៅជា serotonin តែអ្នកប្រហែលជាធ្លាប់ឮថាជាអរម៉ូនមានអារម្មណ៍ល្អ serotonin គឺជាសារធាតុបញ្ជូនសរសៃប្រសាទដែលជួយគ្រប់គ្រងអារម្មណ៍ការគេងនិងចំណង់អាហារកម្រិតខ្ពស់នៃ serotonin ត្រូវបានផ្សារភ្ជាប់ទៅនឹងអារម្មណ៍នៃសុភមង្គលនិងសុខុមាលភាពដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ថាពណ៌ខៀវបន្តិចឈានដល់ចេកគឺដូចជាផ្ដល់ឲ្យខួរក្បាលរបស់អ្នកនៅភ្លុកអាគារដែលវាត្រូវការដើម្បីបង្កើតបន្ថែមពីលើការលើកអារម្មណ៍ធម្មជាតិរបស់វាមិនមែនទេជាវិធីព្យាបាលវេទមន្តប៉ុន្តែវាជាវិធីសាមញ្ញនិងឆ្ងាញ់គាំទ្រសុខភាពផ្លូវចិត្តរបស់អ្នកអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលលេខ2គឺអំពីពោះវៀនរបស់អ្នកយើងនឹងច្រើនអំពីសុខភាពពោះវៀនសប្តាហ៍ថ្ងៃនេះនិងសម្រាប់ហេតុផលល្អពោះវៀនដែលមានសុខភាពល្អគឺជាគន្លឹះនៃសុខភាពរបស់អ្នកចេកជាពិសេសនៅពេលដែលវានៅតែមានពណ៌បៃតងបន្តិចគឺជាប្រភពដ៏អស្ចារ្យនៃអ្វីដែលហៅថាធន់នឹងម្សៅមិនដូចម្សៅផ្សេងទៀតដែលត្រូវបានបំបែកយ៉ាងឆាប់រហ័សនៅក្នុងតូចរបស់អ្នកពោះវៀនម្សៅដែលធន់ទ្រាំនឹងធ្វើដំណើរគ្រប់ផ្លូវទៅកាន់ពោះវៀនធំរបស់អ្នកភាគច្រើនមិនត្រូវបានរំលាយនៅពេលដែលវានៅទីនោះវាដើរតួជា prebiotic ចូលគិតពី prebiotics ជាអាហារសម្រាប់បាក់តេរីល្អនៅក្នុងពោះវៀនរបស់អ្នកតាមរយៈការផ្ដល់អាហារដល់អតិសុខុមប្រាណដែលមានប្រយោជន៍ជួយពួកគេឲ្យលូតលាស់ដែលជាជំនួយដល់មីក្រូជីវក្នុងពោះវៀនដែលមានសុខភាពល្អពោះវៀនរីករាយអាចនាំឲ្យការរំលាយអាហារកាន់តែប្រសើរឡើងបង្កើនការស្រូបយកសារធាតុចិញ្ចឹមនិងប្រព័ន្ធការពាររាងកាយរឹងមាំចេកពណ៌បៃតងបន្តិចមិនមែនទើបតែមិនទាន់ទុំទេវាជាអាហារដ៏អស្ចារ្យសម្រាប់មិត្តសម្លាញ់របស់អ្នកមិនអីទេតោះបន្តទៅលេខ3អ្វីមួយដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលតើអ្នកដឹងទេថាផ្លែចេកអាចជួយឲ្យអ្នកគេងលក់ស្រួលយើងបាននិយាយរួចហើយអំពី tryptophan និងរបៀបដែលវាជួយផលិត serotonin ប៉ុន្តែ serotonin ក៏ដើរតួនាទីមួយទៀតដែរវាជាបុព្វហេតុនៃជាតិ melatonin អរម៉ូនដែលគ្រប់គ្រងដំណេករបស់អ្នកវត្តនៃការភ្ញាក់ពីប្រលប់កាន់តែខិតជិតមកដល់ខួរក្បាលរបស់អ្នកបំលែង serotonin ទៅជា melatonin ដោយធម្មជាតិផ្ដល់សញ្ញាដល់រាងកាយរបស់អ្នកថាវាដល់ពេលត្រូវខ្យល់ហើយប៉ុន្តែវាមិនមែនទាំងអស់ទេចេកក៏ជាប្រភពដ៏ល្អនៃ magnesium និង potassium ផងដែរសារធាតុរ៉ែទាំងពីរនេះដើរតួជាអ្នកបន្ធូរសាច់ដុំធម្មជាតិដូច្នេះការទទួលទានផ្លែចេកមុនពេលចូលគេងអាចជួយឲ្យរាងកាយនិងចិត្តរបស់អ្នកស្ងប់សម្រួលអ្នកឲ្យគេងលក់ស្រួលនិងកាន់តែជ្រៅជំនួសឲ្យអាហារសម្រន់ដែលមានជាតិស្ករនៅពេលយប់សូមសាកល្បងចេកមួយវាជាវិធីធម្មជាតិនិងមានសុខភាពល្អដើម្បីរៀបចំសម្រាប់ការសម្រាកពេលយប់ដ៏ល្អមកដល់លេខ4គឺសុខភាពបេះដូងយើងទាំងអស់គ្នាដឹងថាសម្ពាធឈាមខ្ពស់អាចជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូងនេះគឺជាកន្លែងដែលប៉ូតាស្យូមដ៏ល្បីល្បាញនៅក្នុងចេកពិតជាភ្លឺប៉ូតាស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់ដែលជួយធ្វើឲ្យមានតុល្យភាពកម្រិតនៅក្នុងខ្លួនរបស់អ្នកភាគច្រើននៃពួកយើងទទួលបានសូដ្យូមច្រើនពេកនៅក្នុងរបបអាហាររបស់យើងដែលអាចធ្វើឲ្យរាងកាយរបស់យើងទប់ទឹកនិងកើនឡើងសម្ពាធឈាមប៉ូតាស្យូមជួយតម្រង់នោមរបស់អ្នកបញ្ចេញជាតិសូដ្យូមលើសដែលអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកតាមធម្មជាតិគិតថាវាដូចជាសសអ្នកចង់រក្សាកម្រិតសូដ្យូមនិងប៉ូតាស្យូមរបស់អ្នកឲ្យមានតុល្យភាពសម្រាប់បេះដូងដែលមានសុខភាពល្អចេកទំហំធំផ្ដល់នូវបរិមាណដ៏សមរម្យនៃតម្រូវការប៉ូតាស្យូមប្រចាំថ្ងៃរបស់អ្នកធ្វើឲ្យវាក្លាយជាបេះដូងដ៏សាមញ្ញមួយបន្ថែមលើការស្នាក់នៅរបបអាហាររបស់អ្នកវាជាការផ្លាស់ប្ដូរតូចមួយដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរសម្រាប់សុខភាពសរសៃឈាមបេះដូងរយៈពេលវែងរបស់អ្នកផឹកលេខ5គឺជាកម្មវិធីផ្លាស់ប្ដូរហ្គេមសម្រាប់អ្នកដែលសកម្មបំភ្លេចភេសជ្ជៈកីឡាដែលមានជាតិស្ករចេកគឺជារបារថាមពលធម្មជាតិដើមទាំងអស់ពួកវាមានជាតិស្ករធម្មជាតិ3ប្រភេទ sucrose fructose និង glucose ការរួមបញ្ចូលគ្នានេះផ្ដល់ឲ្យអ្នកនូវការជំរុញថាមពលយ៉ាងឆាប់រហ័សពី fructose និង glucose បូកនឹងការបញ្ចេញថាមពលដែលមាននិរន្តរភាពបន្ថែមទៀតពី sucrose នេះធ្វើឲ្យពួកគេក្លាយជាអាហារសម្រន់មុនពេលហាត់ប្រាណដ៏ល្អឥតខ្ចោះដើម្បីជំរុញសកម្មភាពរបស់អ្នកប៉ុន្តែអត្ថប្រយោជន៍របស់ពួកគេមិនឈប់នៅទីនោះទេយើងបាននិយាយអំពីរបៀបដែលប៉ូតាស្យូមជួយដល់សម្ពាធឈាមប៉ុន្តែវាក៏ជាអេឡិចត្រូលីតដ៏សំខាន់ផងដែរដែលអ្នកបាត់បង់តាមរយៈញើសការបន្ថែមប៉ូតាស្យូមបន្ទាប់ពីការហាត់ប្រាណអាចជួយការពារបានរមួលសាច់ដុំនិងឈឺចាប់ដូច្នេះតើអ្នកកំពុងតែវាយទៅកន្លែងហាត់ប្រាណឬអត់រត់ឬគ្រាន់តែត្រូវការពេលរសៀលយកចេកមួយមកឲ្យខ្ញុំថាមពលប្រកបដោយប្រសិទ្ធភាពដើម្បីរក្សាអ្នកឲ្យរឹងមាំឥឡូវនេះសម្រាប់លេខ5មួយហើយវាគឺអំពីចក្ខុវិស័យរបស់អ្នកនៅពេលអ្នកគិតពីសុខភាពភ្នែកអ្នកប្រហែលជាគិតអំពីការ៉ុតនិងវីតាមីនត្រឹមត្រូវ
ចេកក៏សមនឹងទទួលបានកន្លែងនៅក្នុងបញ្ជីនោះខណៈពេលដែលពួកគេមិនមានបរិមាណដ៏ច្រើននៃវីតាមីន A ពួកវាមានបរិមាណតិចតួចប៉ុន្តែសំខាន់រួមទាំងសមាសធាតុដូចជា alpha carotene និង beta carotene ដែលរាងកាយរបស់អ្នកបំផ្លាញទៅជាវីតាមីន A វីតាមីន A គឺចាំបាច់សម្រាប់ការពារភ្នែករបស់អ្នករក្សាការមើលឃើញធម្មតានិងការកែលម្អចក្ខុវិស័យរបស់អ្នកនៅពេលយប់វាជាធាតុផ្សំសំខាន់នៃប្រូតេអ៊ីនហៅថា rhodopsin ដែលស្រូបយកពន្លឺនៅក្នុងរីទីណាដូច្នេះខណៈពេលដែលវានឹងមិនផ្ដល់ឲ្យអ្នកនៅចក្ខុវិស័យដ៏អស្ចារ្យមួយយប់ជាទៀងទាត់រួមទាំងចេកនៅក្នុងរបបអាហាររបស់អ្នករួមចំណែកដល់ការរួមសារធាតុចិញ្ចឹមលាយភ្នែករបស់អ្នកត្រូវការដើម្បីរក្សាសុខភាពឲ្យបានយូរឆ្នាំទៅមុខឧទាហរណ៍មួយទៀតនៃរបៀបដែលផ្លែឈើសាមញ្ញនេះជួយដល់រាងកាយទាំងមូលរបស់អ្នកពីក្បាលដល់ចុងជើងអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលទី7របស់យើងចេកអាចជួយការពារក្រលៀនរបស់អ្នកតាមការសិក្សារយៈពេលវែងចុះផ្សាយក្នុងទស្សនាវដ្តីអន្តរជាតិនៃជំងឺមហារីកអ្នកស្រាវជ្រាវបានតាមដានស្ត្រីជាង61,000អ្នកអស់រយៈពេលជាង13ឆ្នាំបានរកឃើញថាអ្នកដែលញ៉ាំចេក2ទៅ3ដងក្នុងមួយសប្តាហ៍មាន33ហានិភ័យទាបនៃការវិវត្តទៅជាជំងឺតម្រងនោមការសិក្សាមួយផ្សេងទៀតបានបង្ហាញថាញ៉ាំចេក4ទៅ5ដងក្នុងមួយសប្តាហ៍កាត់បន្ថយហានិភ័យជិត50សួស្តីវាជាវីរបុរសរ៉ែប៉ូតាស្យូមម្ដងទៀតវីសកម្រិតប៉ូតាស្យូមត្រឹមត្រូវគឺចាំបាច់សម្រាប់ការថែរក្សាមុខងារតម្រងនោមធម្មតានិងធ្វើនិយកម្មទល់ឲ្យភាពសារធាតុរ៉ាវនិងសម្ពាធឈាមដែលកាត់បន្ថយភាពតានតឹងលើតម្រងនោមរបស់អ្នកតាមពេលវេលាជាការពិតណាស់របបអាហារមានទល់ឲ្យភាពគឺជាកន្លេសប៉ុន្តែវាមិនគួរឲ្យជឿក្នុងការគិតជាទៀងទាត់បរិភោគផ្លែឈើធម្មតាដូចចេកអាចមានជំរឿបែបនេះឥទ្ធិពលការពារលើសរាយរាងដ៏សំខាន់បំផុតមួយរបស់អ្នកដូច្នេះនៅទីនោះអ្នកមានវា7គួរឲ្យភ្ញាក់ផ្អើលអត្ថប្រយោជន៍សុខភាពខ្ចប់ជាផ្លែឈើដ៏ឆ្ងាញ់និងងាយស្រួលមួយលេខយើងបានឃើញពីរបៀបដែលចេកអាចបង្កើនអារម្មណ៍របស់អ្នកកែលម្អសុខភាពពោះវៀនរបស់អ្នកជួយឲ្យអ្នកគេងលក់ស្រួលការពារបេះដូងរបស់អ្នកជំរុញការហាត់ប្រាណរបស់អ្នកគាំទ្រដល់ចក្ខុវិស័យរបស់អ្នកហើយថែមទាំងជួយឲ្យតម្រងនោមរបស់អ្នកមានសុខភាពល្អទៀតពិតជាអស្ចារ្យណាស់អ្វីដែលផ្លែឈើប្រចាំថ្ងៃនេះមានសមត្ថភាពលើកក្រោយអ្នកដើរកាត់ចេកឈរនៅហាងខ្ញុំសង្ឃឹមថាអ្នកនឹងឃើញពួកគេច្រើនជាងគ្រាន់តែជាអាហារសម្រន់យកមើលពួកវាជាឧបករណ៍ដ៏មានថាមពលនិងតម្លៃសមរម្យអាហារទំនើបដែលអាចធ្វើឲ្យអស្ចារ្យសម្រាប់សុខភាពនិងសុខុមាលភាពទូទៅរបស់អ្នកតើអ្វីជាវិធីដែលអ្នកចូលចិត្តញ៉ាំចេកអនុញ្ញាតឲ្យខ្ញុំដឹងនៅក្នុងមតិយោបល់ដែលខ្ញុំចូលចិត្តស្ដាប់គំនិតរបស់អ្នកអរគុណច្រើនសម្រាប់ការទស្សនាថ្ងៃនេះប្រសិនបើអ្នករកឃើញវីដេអូនេះមានប្រយោជន៍កុំភ្លេចចុចមេដៃនិង Subscribe ផងសម្រាប់ការណែនាំអំពីសុខភាពនិងសុខភាពបន្ថែមទៀតជួបគ្នានៅវគ្គបន្ទាប់